gas ទឹកគឺជាឧបករណ៍ផលិតអ៊ីដ្រូសែនចេញពីទឹកសុទ្ធដែលយើងញ៉ាំដើម្បីយកអ៊ីដ្រូសែនហ្នឹងយកទៅជួយចំហាយម៉ាស៊ីនកាត់បន្ថយការស៊ីប្រេងអាចពី15ទៅ25%ជួយការពារការបញ្ចេញផ្សែងទៅបរិយាកាសឲ្យម៉ាស៊ីនយើងមានកម្លាំងស្ទុះខ្លាំងជាងមុនការមិនទាន់ដាក់ហ្គាសទឹកធម្មតាដល់ពេលយើងថែមហ្គាសទឹកជំនួយនេះវាអាចជួយម៉ាស៊ីនយើងវាមានស្ទុះខ្លាំងជាងមុនបាទជំរាបសួរខ្ញុំបាទឈ្មោះវីធានីខ្ញុំជាស្ថាបនិករបស់ហ្គាសទឹកមូលហេតុដែលខ្ញុំបង្កើតហ្គាសទឹកនឹងឡើងគឺទី1គឺដោយសារការឆ្លាញ់បច្ចេកវិទ្យាដំបូងបំផុតយើងមើលទៅតាមអ៊ីនធឺណិតឃើញគេយកទឹកផលិតទៅជាឧបករណ៍ទៅជាហ្គាសដើម្បីអាចដុតបានអាចជួយជំនួសប្រេងឥន្ធនៈបានក៏ចាប់ផ្ដើមបែរជាកំណត់ទិញឧបករណ៍ពីក្រៅប្រទេសយកមកសាក់លបងប្រើប្រាស់ខ្លួនឯងបន្ទាប់ពីបានប្រើប្រាស់ទៅឃើញថាវាល្អសម្រាប់នឹងជួយសង្គមហើយក៏អាចថាសម្រាប់ business ក៏វាអាចល្អដូចគ្នាអញ្ចឹងក៏ចាប់ផ្ដើមទិញអីវ៉ាន់យកមកសាក់លបងឧបករណ៍របស់យើងនឹងប្រើបានជាមួយនឹងម៉ាស៊ីនសាំងក៏បានម៉ាស៊ុតហើយនឹងហ្គាស LPG បានទាំង3ប្រភេទឧបករណ៍ហ្គាសទឹកហ្នឹងក៏យើងមានទៅតាម3ប្រភេទដែរទៅតាមទំហំស៊ីឡាំងផងម៉ាស៊ីនវាមានម៉ាស៊ីនទូចឬក៏ម៉ាស៊ីន3ចុះម៉ាស៊ីនខ្នាតកណ្ដាលគឺសម្រាប់ម៉ាស៊ីន4និងចាប់ពីម៉ាស៊ីន6ម៉ាស៊ីន8ទៅគេហៅខ្នាតធំតាក់ទងជាមួយនឹងហ្គាសទឹកហ្នឹងវាល្អសម្រាប់កសិករដែលគាត់ប្រើត្រាក់ទ័រដែលគាត់ប្រើម៉ាស៊ីនបូមទឹកច្រើនហ្នឹងវាជួយបានច្រើនហើយនឹងអ្នកប្រើប្រាស់ផ្សេងទៀតដែលជាមធ្យោបាយដឹកជញ្ជូនអាចតាក់ទងមួយខាងកសិកម្មដែលគាត់ផលដែលគាត់ដឹកបានគាត់យកទៅទីផ្សារក៏ជួយកាត់បន្ថយការចំណាយរបស់គាត់មួយចំណែកដែរឧបករណ៍របស់យើងដើម្បីធានាឲ្យអតិថិជនគាត់ប្រើប្រាស់គាត់មានទំនុកចិត្តគឺយើងមានធានារយៈពេល1ឆ្នាំជូនពួកគាត់ជាការចាប់ដើមដំបូងគឺហ្គាសទឹកយើងមានការលំបាកច្រើនដោយសារបច្ចេកវិទ្យាថ្មីប៉ុន្តែឥឡូវនេះគឺមានការចាប់អារម្មណ៍ច្រើនតាក់ទងជាមួយឧបករណ៍ហ្គាសទឹកដោយសារវាអាចជួយកាត់បន្ថយថ្លៃដើមរបស់គាត់បានច្រើនបាទតាក់ទងជាមួយផែនការទៅអនាគតរបស់ហ្គាសទឹកគឺយើងចង់ឲ្យការប្រើប្រាស់អ៊ីដ្រូសែនហ្នឹងគឺទៅលើម៉ាស៊ីនបាន 100% តែម្ដងការពីមុនខ្ញុំបើកឡានលេខ3លេខ4ហ្នឹងវារៀងយងដល់ពេលយើងជំនួយថែមហ្គាសទឹកជំនួយហ្នឹងទៅវាលេខ3លេខ4វាលេងយងហើយក៏មានប៉ាខ្លាំងជាងមុនដែរដូចថាផ្លូវដែលយើងធ្លាប់បើកជាប់ក៏វាអាចជំនួយស្ទុះជាងមុនអត់ជាប់ដែរកាលពីមិនទាន់ដាក់ផ្សែងយើងអាចជាប់ទៅវាចេញមកហុយព្រួយដល់ពេលយើងដាក់ជំនួយហ្គាសទឹកហ្នឹងទៅវាអាហុយហ្នឹងក៏វាអត់ទៅហុយដែរបន្ទាប់ពីបានចូលរួមជាមួយគម្រោងកសិកម្មខ្មែរសម័យថ្មីខាងហ្គាសទឹកខ្ញុំគឺបានទទួលចំណេះដឹងច្រើនមែនទែនតាក់ទងជាមួយនឹងការដឹកគ្រប់គ្រងដឹកនាំគណនេយ្យផ្សេងហើយនឹងជាពិសេសទទួលបានថវិកាគ្រប់គ្រងថែមទៀតសម្រាប់អាជីវកម្មថ្ងៃខាងមុខទៅពួកខ្ញុំចង់ផ្ដោតអារម្មណ៍ទៅលើខាងកសិកម្មឲ្យបានច្រើនដោយសារវិស័យកសិកម្មគាត់ប្រើប្រាស់ប្រេងច្រើនដូចជាត្រាក់ទ័រម៉ាស៊ីនជូតជ្រៅម៉ាស៊ីនវុំទឹកអីហ្នឹងមិនត្រឹមតែខាងកសិកម្មទេអាចនឹងវិស័យដឹកជញ្ជូនវាមានដូចជាខាងឡានខាង Pass App ដូចជាដើមបាទចូលរួមប្រើប្រាស់ហ្គាសទឹកគឺជួយកាត់បន្ថយថ្លៃដើមនិងជួយទប់ស្កាត់ការបញ្ចេញផ្សែងពុលទៅបរិយាកាស